ngàyនេះសូមសម្រាប់ជេរសៀមមួយថ្ងៃសិនព្រោះរវល់មកជួបជុំបងប្អូនគ្រួសារអ្នកនាំរឿងមើលរឿងអវតារវគ្គ3ការវគ្គ2យើងក៏ធ្លាប់ធ្វើកម្មវិធីជួបជុំនឹងដែរគ្នាឡើង400នាក់ដល់វគ្គ3ហ្នឹងគ្នាត្រឹមតែ50នាក់ទេតាមពិតកម្រងធ្វើធំដូចតលើកមុននេះប៉ុន្តែចៃដន្យអីសង្គ្រាមមកដល់យើងក៏រំសាយមិនមែនរំសាយទាំងស្រុងទេណារំសាយចោលខ្លះពីគ្នា400នាក់មកសល់ត្រឹម50នាក់យើងមិនអាចរំសាយចោលទាំងស្រុងទេព្រោះយើងបានកក់ហល់កក់ស្អីតាំងពីមុនសង្គ្រាមម៉េះដល់ពេលអញ្ចឹងយើងគ្រាន់តែបរួមពីធំមកតូចតាមពិតវាត្រូវសបាយតែដោយសារពួកក៏ដូចម៉ាអាសៀមទៅធ្វើឲ្យបរិយាកាសវាផ្លាស់ប្ដូរទៅជាអាប់អួរអញ្ចឹងទៅប្រទេសយើងតូចមែនប៉ុន្តែក្តីសុខខ្លាំងណាបើអត់មានពួកក៏ដូចម៉ាអាថោកទាបហ្នឹងឥឡូវយើងឈប់និយាយពីពួកអាចុយមរាយសៀមទៅយើងងាកមកមើលបងប្អូនយើងដែលត្រូវមើលរឿងជាមួយគ្នានេះគ្រាន់ឃើញកាមេរ៉ាម្នាក់គឺញញឹមស្ញេញតែម្ដងអារឿងគេចិត្តប្រចាំងហ្នឹងស្រាប់តែមានបរិះ2នាក់មកឆ្លោះគ្នាទៅដើមខ្ញុំប្រោយធ្វើឲ្យអ្នកចាំមើលរឿងនៅកាំងស្ញេញនៅហ្នឹងបាក់ដែរយើងកាត់មកខ្ជូដល់ទៅណាមកណាមានតែអ្នកទៅដើមអ្នកអង្គុយចាំមើលរឿងអង្គុយទៅគ្មានបានមើលទេបើឡៃតែគេឆ្លោះគ្នាទៅដើមខ្ញុំអញ្ចឹងមើលទៅប្រហែលជាត្រូវដកភាពស្អាតបោះចោលខ្លះហើយបានបើមិនអញ្ចឹងទេទៅណាគ្មានក្តីសុខទេអញ្ចឹងអាកន្លែងឈុតមើលរឿងយើងអាចថតបានទេយើងត្រូវរំលងចោលបើមិនអញ្ចឹងគុកឡើយអានេះបន្ទាប់ពីមើលរឿងចប់សពគ្រប់អស់ហើយយើងក៏នាំគ្នាមកញ៉ាំអីហើយមកញ៉ាំអីហ្នឹងអត់បានមកគ្នាទាំងអស់ហើយណាមកតែ4-10នាក់ហ្នឹងអ្នកខ្លះគេអង្គុយដេកគេទៅដេកមុនព្រោះទៅរកមើលរឿងចប់ឡើងម៉ោង10កន្លះហើយនឹងរឿងហ្នឹងវា3ម៉ោងវាយូរដែររឿងក៏រកចប់ពេកមកដល់កន្លែងនេះចុងភៅគេបិទអស់អញ្ចឹងយើងក៏ទិញអីពីក្រៅយកមកញ៉ាំហើយនឹងអាំងសាច់ញ៉ាំខ្លួនឯងតែកន្លែងហ្នឹងយើងជួលដាច់ហើយយើងជួលដើម្បីមកអង្គុយញ៉ាំអីជុំគ្នាហ្នឹងគាត់ថាយើងមកយឺតពេកវាអត់មានចុងភៅដល់អញ្ចឹងទៅវាក៏អញ្ចឹងហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងចប់បាយបាយ